នៅថ្ងៃទី8 ខែឧសភាឆ្នាំ 2013 អាយុឧត្តមខឹមប៊ុនសុងទីប្រឹក្សាអាយុឧត្តមទាបាញ់ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញជាអធិបតីនៃពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលរងក្រុងសៀមរាបអាណត្តិទី2 2013-2017 នៅសាលប្រជុំសាលាក្រុងសៀមរាបការអានរបាយការណ៍របស់លោកសូផ្លាតុងអភិបាលក្រុងស្ដីទីសៀមរាបបានឲ្យយើងដឹងថារដ្ឋបាលក្រុងសៀមរាបមាន933ក្រុមស្មើនឹង108ភូមិនៃ13សង្កាត់លើផ្ទៃដីសរុប 47,273 ហិកតាមានប្រជាជនសរុប 236,659 នាក់ក្នុងនោះស្រី 118,184 នាក់លោកអភិបាលក្រុងស្ដីទីសៀមរាបក៏បានឲ្យយើងដឹងទៀតថាក្រុងសៀមរាបមានការិយាល័យស្រកចេញចូលតែមួយបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋតាមការផ្ដល់ប្រតិភូកម្មពីក្រសួងចំនួន9ហើយនៅក្នុងឆ្នាំ2012នេះការិយាល័យនេះបានផ្ដល់សេវាបានចំនួនដល់ទៅ 32,311 សេវាស្មើនឹង 181% នៃផែនការដោយបានប្រាក់ចំណូលប្រមាណ 210 លានរៀលបន្ទាប់ពីការអានលិខិតតែងតាំងការប្រគល់លិខិតជូនដល់អភិបាលរងចំនួន3រូបនិងសេចក្តីបញ្ញាចិត្តរួចមកនៅក្នុងប្រសាសន៍សំណេរសំណាលអាយុឧត្តមខឹមប៊ុនសុងបានផ្សព្វផ្សាយថាព្រឹកម្សិលមិញនេះនៅក្នុងមហាមីទីងអបអរសាទរទិវាកាកបាទក្រហម8ឧសភាលើកទី150ព្រះករុណាជីវិតតម្កល់លើត្បូងសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសពព្រះរាជហត្ថីប្រុសប្រទានគោរមងារជូនដល់លោកជំទាវប្រធានកាកបាទក្រហមកម្ពុជាជាសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនអាយុឧត្តមខឹមប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានឆ្លៀតយកឱកាសនៃពិធីប្រកាសតែងតាំងអភិបាលរងក្រុងសៀមរាបនេះសម្ដែងនៅមនោសញ្ចេតនាស្វាមីភក្តិស្មោះស្ម័គ្របំផុតចំពោះសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែលះបង់នៅកាយពលក្នុងបុព្វហេតុសកម្មភាពមនុស្សធម៌រួមចំណែកការកាត់បន្ថយភាពក្រីក្រនិងលើកតម្កើងសុខុមាលភាពរបស់ប្រជាជនរាស្ត្រអាយុឧត្តមខឹមប៊ុនសុងក៏បានធ្វើការសម្បូររោងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងខេត្តសៀមរាបមានព្រះអង្គធំភ្នំគូលែនព្រះអង្គជ័យព្រះអង្គចំបារមីក្នុងសារមន្ទីរជាតិខេត្តសៀមរាបមេត្តាប្រោះព្រំតាមថែរក្សាសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែននិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបុត្រាបុត្រីចៅប្រុសចៅស្រីរបស់សម្ដេចទាំងទ្វេសូមទទួលបាននូវអាយុយឺនយូរសុខភាពល្អប្រសើរសម្បូរទៅដោយមគ្គុទ្ទេសភាពដឹកនាំជាតិស្គាល់តែសុខសន្តិភាពនិងរីកចម្រើនខ្ញុំបាទជាចនសុប្រទីធ្វើសេចក្តីរាយការណ៍ពីខេត្តសៀមរាប